vô thao anh vô mấy phải gì vô giờ đi vô anh vô đây vô khảo ai thâu lục ao này hả ai đi thao này nông khi kia dương tên nè là thay mày mến mà kịp bà kịp tại mà khơi ba video bóng bóng ở kia bật chữ khơi nhảy thà sầm nắng bật chữ sbài chật khlang mệt té để xa ngàyนี้mình bàn tầm nẹt té cứ bàn chữ cromแต่มาดองhai ngàyนี้ได้ខ្ញុំបាននាំសាសនាសាស្ត្របានចំនួន4នាក់តែជាសវិបំពាក់ឲ្យប្រកបដោយសារតែសង្កេតឃើញថាខាងឲ្យប្រកបនឹងចាស់ណាស់ហើយថាវិការដែលទទួលបានគឺបានពីបងទាំងអស់គ្នាដែលគាត់បានផ្ដល់ជាជំនួយទៅដល់សំណាងក៏ដូចជាប្រធានទេប៉ុន្តែខ្ញុំក៏សុំទោសខ្លាំងមែនទែនសម្រាប់ការអត្តនោម័តដោយខ្លួនឯងដោយសារតែក្នុងសាលារៀនខ្ញុំមានសិស្សជាច្រើនទៀតដែលខ្វះខាតបងប្អូនទាំងអស់គ្នាអញ្ចឹងហើយនៅពេលដែលគាត់ផ្ញើមកតែម្នាក់យើងគិតថាវាអាចច្រើនដែរយើងអាចទិញឲ្យពួកគាត់បានខ្លះដែរអញ្ចឹងពួកខ្ញុំក៏លៃបាទចែកគ្នាបន្តិចម្នាក់ទៅដោយសារតែនៅក្នុងសាលារៀនហ្នឹងមានសិស្សដែលមានបញ្ហាជីវភាពខ្សត់ខ្សោយវាមានច្រើនអញ្ចឹងខ្ញុំបានសម្រេចចិត្តឲ្យខ្លួនឯងទៅថានឹងទៅទិញដើម្បីចែកពួកគាត់បានតិចម្នាក់ទៅដើម្បីបានគ្រប់គ្នាបាទហើយសង្ឃឹមថាបងប្អូនទាំងគ្នាមិនប្រកាន់ទេដោយសារតែបាទដូចខ្ញុំនិយាយពីដើមមកអញ្ចឹងបងប្អូនទាំងគ្នាសិស្សដែលមានបញ្ហាជីវភាពមានច្រើនអ្នកហើយដូចជាសំណាងអីហ្នឹងគាត់ធ្លាប់បានច្រើនដែរអញ្ចឹងយើងគួរតែចែករំលែកគ្នាបន្តិចម្នាក់ទៅបងប្អូនអញ្ចឹងសូមបងប្អូនកុំប្រកាន់អីបាទដោយសារថាវិការយើងមកបងប្អូនផ្ញើមករៀងច្រើនដែរអញ្ចឹងខ្ញុំនឹកឃើញថាចែករំលែកម្នាក់បន្តិចទៅពីព្រោះយើងបាទជាខ្មែរដូចគ្នាហើយយើងជួយកុមារបាទទោះជាមានសទ្ធាស្រឡាញ់ម្នាក់ក៏យើងជួយទាំងអស់គ្នាទៅក៏អត់មានខុសគ្នាដែរណោះបងប្អូនបាទហើយថ្ងៃហ្នឹងដែរខ្ញុំក៏បានទិញជាសម្លៀកបំពាក់ឲ្យវុធាហើយក៏ដូចជាមិត្តភ័ក្តិសំណាងអីចឹងទៅហើយបាទសង្កេតឃើញថាគាត់អត់ស្បែកជើងអញ្ចឹងមកទិញស្បែកជើងឲ្យខ្ញុំសង្កេតឃើញថាមិនដឹងថាហេតុអីបើគាត់ជាទៅជាស្រឡាញ់ពណ៌លឿងនឹងទៅវិញបាទសងខ្លាំងបាទនិយាយលេងទេបងប្អូនកុំប្រកាន់អីបាទបន្ទាប់ពីទិញស្បែកជើងឲ្យគាត់ហើយបាទហើយមិនបានលោអាងហើយបងប្អូនឃើញទាំងអស់គ្នាមិនលោអាងម្នាក់មួយឯងប៉ុន្តែបាទអូនម៉ាក់ជាងគេនេះរៀងរត់លោអត់ត្រូវទេដោយសារតែអាវមានតូចអញ្ចឹងចាំលើក្រោយចាំទិញអាវឲ្យគាត់អញ្ចឹងឲ្យគាត់យកតែខោសិនទៅបាទបន្ទាប់ពីលោអាវហើយអញ្ចឹងក៏ចាប់តាមលោខោម្នាក់ម្ដងទៀតដែរបាទបងប្អូនទាំងគ្នាបាទម្នាក់គិតឃើញថាសប្បាយចិត្តមែនតែនទាំងសំណាងទាំងមិត្តភ័ក្តិផ្សេងទៀតដែរបាទសាសនាសាស្ត្រផ្សេងទៀតហ្នឹងគាត់យល់ថាសប្បាយចិត្តដោយសារតែបានខោអាវថ្មីបាទយើងនឹងជាគ្រូបង្រៀនបងប្អូនទាំងគ្នាតែតែឃើញចំណុចខ្វះខាតរបស់សិស្សអញ្ចឹងហើយបាទខ្ញុំសិស្សដល់ហើយនេះបាទហើយខាងនេះអត់បានអាវមើលទៅរៀងដូចថាអត់ចិត្តតិចប៉ុន្តែបានលួងចិត្តហើយប្រាប់ថាថ្ងៃក្រោយនៅពេលដែលលោកគ្រូបានទៅផ្សារកន្លែងធំគ្រូទិញឲ្យហើយបាទម្នាក់បានខោអាវថ្មីដូចគ្នាហើយបាទហើយតែស្បែកជើងជះមកជាជើងនេះអូនសម្បត្តិនេះដល់ហើយនៅពេលដែលបានខោថ្មីគឺមកលងអង្គុយសិនមិនដែរលហើយអត់បាទបន្ទាប់ពីលោម្នាក់ម្ដងហើយក៏យកទៅឲ្យសំណាងម្ដងនេះសំណាងគេបាទគេយកចង់យកខោអាវដៃខ្លីជាងខ្លីម្ដងពីព្រោះថាខោអាវដៃវែងជាងវែងសម្រាប់គាត់គឺមានហើយគាត់នៅមានទេអញ្ចឹងក៏គិតថាយកអាខ្លីម្ដងទៅមានខ្លីផងវែងផងសម្រាប់គាត់បានផ្លាស់ប្ដូរគ្នាអញ្ចឹងណាបងប្អូនបងប្អូនបន្ទាប់ពីលោខោអាវហើយមើលទៅឃើញស្អាតហើយក៏បាទនេះរៀងលយដែរនេះសំណាងនេះហមហ្មងណាបាទបន្ទាប់ពីហើយក៏គិតលុយទៅគាត់នឹងគិតលុយហើយបាទឲ្យមានហ្វេនទេបាទនេះគឺជាឪពុកម្ដាយរបស់សិស្សខ្ញុំដែរគាត់ឃើញហើយគាត់បានយកស្វាយមកឲ្យតែម្ដងទៅបាទហើយបន្ទាប់ពីយើងទិញហើយក៏នាំសាសាំងសិស្សទៅសាលារៀនវិញហើយបាទគាត់អរគុណដែលបានទិញសម្លៀកបំពាក់ថ្មីគាត់ហើយម្នាក់ញញឹមបាទអរគុណញញឹមបាទខ្លាំងមែនតើហើយខ្ញុំអរគុណដល់បងប្អូនសប្បុរសធម៌ទាំងអស់គ្នាដែលបានជួយមកដល់សាសាំងសិស្សនៅសាលាខ្ញុំបាទសូមជូនពរបងមានក្តីសុខក្តីចម្រើនរកទទួលទានបានអរគុណច្រើនបងជំរាបលា